អូនកុំតាណាចោលបងណាបងនឹងឆាប់ត្រឡប់មករកអូនវិញទេលឿនឡើងវើយអាដួងតន់ព្រឹកវើយណែបងដនទុកឲ្យប្តីប្រពន្ធគេលាគ្នាអាយុបន្តិចទៅបងទៅហើយណាអូននាងបងនឹងឆាប់ត្រឡប់មកវិញទេអូនមើលថែរក្សាខ្លួននិងមើលកូននៅក្នុងពោះឲ្យបានល្អបងលាអូនហើយណាបងដួងបងឆាប់មកវិញណាអូននៅចាំបងនាតបងទៅហើយណាអូននាតបងឆាប់ត្រឡប់មកវិញទេកុំព្រួយអីនាតអើយពួកយើងមកវិញឆាប់នេះឯងបងដួងបងឆាប់ត្រឡប់មកវិញអូននៅចាំបងរឿងនាងនាថនេះជារឿងពិតបានកើតឡើងនៅខេត្តបាត់ដំបងក្នុងអំឡុងឆ្នាំ1800ដែលដំណើរតគ្នាមកថានាងនាថជាស្រីដែលមានចិត្តស្មោះត្រង់ស៊ូរងទុក្ខនិងស្មោះសរចំពោះប្តីជាអាណែកតែនាងក៏បានស្លាប់ទៅហើយសេចក្តីស្រឡាញ់ការទន្ទឹងរង់ចាំយកពិតជារកអ្វីប្រៀបផ្ទឹមពុំបានមិនយូរប៉ុន្មានការទន្ទឹងរង់ចាំប្តីឲ្យប្តីត្រឡប់មករស់នៅជាមួយគ្នាដូចគ្រាមុនចាននាងតែងអូនចាំយាយផងណែចានអើយតែងអូនយាយតាណានឹងយាយទៅសួរនាងនាថព្រោះអាដួងវាទៅយូរខែណាស់ហើយមិនដឹងនាងនាថយ៉ាងម៉េចទៅហើយទេនឹងហើយពួកខ្ញុំកំពុងទៅផ្ទះអូននាថល្មមចឹងទៅទាំងអស់គ្នាទៅយាយតោះទៅនាថអើយនៅផ្ទះទេយាយមកលេងណែតាយាយមកជាមួយអ្នកណាឡើងសិនណាកំពុងស្អីនឹងនាថមកថ្នមមកអង្គុយមកស្លោអីហ្នឹងឆ្ងុយណាស់នាងសម្លម្ជូរនឹងណាយាយហូបទឹកសិនទៅយាយ
ច្រើនខែហើយអាដួងវាទៅជួយកម្មស្រុកឆ្ងាយហើយពោះពងឯងយ៉ាងម៉េចហើយនាងអើយ ធំជាងមុនតាយាយមិនណា អើយីយកឫសថ្នាំមកឲ្យឯងណែដាំផឹកព្រឹកល្ងាចនឹងកើតកូនមកបានស្រួលណា អរគុណហើយយាយអស់ប្រមាណចាំខ្ញុំជូនប្រាក់ មិនអីទេចាំគិតលើក្រោយទៅយាយទៅសិនហើយមើលត្រីហាលក្រៃលុះវាបាត់អស់ យាយនៅហូបបាយនឹងសិនតាយាយ មិនបាច់ទេអញទៅសិនហើយមេច័ន្ទមេអនមើលលៀតផងណាយាយទៅសិនហើយ ចា